ស្ដីបងប្អូនស្វាគមន៍មកកាន់ The World Sharing Capsule បាទបងប្អូនដឹងហើយតម្លៃមាសគឺបានហក់ឡើងខ្លាំងមែនទែនរយៈពេលឥឡូវនេះគឺហក់ឡើងជាង$4,000ក្នុងមួយតម្លឹងនៅប្រទេសកម្ពុជាយើងឡើងថ្លៃដោយសារតែភាពវឹកវរនៃពិភពលោកសង្គ្រាមតម្រូវការនិងវិបត្តិសេដ្ឋកិច្ចផ្សេងៗដែលនាំឲ្យតម្លៃមាសឡើងថ្លៃជាពិសេសអតិផរណានៅលើពិភពលោកយើងនេះបានកើនឡើងមែនទែនជាមូលហេតុដែលធ្វើឲ្យមាសឡើងថ្លៃហើយមាសគឺវាមានប្រយោជន៍ណាស់សម្រាប់មនុស្សជាតិយើងតាំងពីរាប់ពាន់ឆ្នាំមុនគ្រិស្តសករាជគឺមាសគឺត្រូវបានយកមកចាយវាយដោះដូរជាទំនិញមាសត្រូវបានយកមកធ្វើជាគ្រឿងអលង្ការដើម្បីលម្អខ្លួនមាសត្រូវបានយកមកធ្វើជាបន្ទះឈីបសូម្បីតែ USB របស់យើងប្រើសប្តាហ៍ថ្ងៃក៏មានសារធាតុមាសនៅក្នុងនោះដែរបាទអញ្ចឹងយើងមកដឹងទាំងអស់គ្នាអំពីប្រវត្តិនៃមាសឆ្នាំ3600មុនគ្រិស្តសករាជមាសត្រូវបានរកឃើញដំបូងបំផុតដោយពួកអេស៊ីបបុរាណបាទបន្ទាប់មកឆ្នាំ2600មុនគ្រិស្តសករាជអេស៊ីបបុរាណនោះបានរកឃើញផែនទីដំបូងដែលបង្ហាញអំពីអណ្ដូងមាសហ្នឹងហើយអណ្ដូងរ៉ែមាសហើយនៅលើសាលាចារឹកឬជា script របស់អេស៊ីបហ្នឹងគឺគេបានសរសេរថាមាសមានច្រើនជាងដីទៅទៀតបាទហើយគ្រឿងអលង្ការក៏ត្រូវបានគេរកឃើញដំបូងនៅពេលនោះដែរតមកឆ្នាំ1223មុនគ្រិស្តសករាជព្រះបាទទូតានកាមុនដែលជាព្រះចៅហ្វារ៉ុង Pharaoh ណាគេយើងខ្មែរយើងតែហៅថាព្រះចៅផារ៉ុងហ្នឹងគឺត្រូវបានគេយកមាសមកធ្វើជាស្រោមស្របមុខព្រះអង្គនិងស្របខ្លួនហ្នឹងហើយអញ្ចឹងគេឆ្លាក់ជារូបចម្លាក់ហើយគេធ្វើអំពីមាសស្របនៅលើសពម៉ាមីរបស់ព្រះអង្គនោះបាទឆ្នាំ600មុនគ្រិស្តសករាជកាក់មាសត្រូវបានបង្កើតឡើងនៅដំបូងបំផុតនៅប្រទេសលីឌាគឺជាប្រទេសអាស៊ីតូចមួយដែលនៅសប្តាហ៍ថ្ងៃហ្នឹងនៅប៉ែកខាងលិចនៃទូគីបាទហើយកាក់មាសនេះគឺគេធ្វើអំពីសារធាតុមាសនិងប្រាក់ច្បល់ចូលគ្នាលាយចូលគ្នាណាអញ្ចឹងមកសពថ្ងៃនេះយើងពាក្យខ្មែរយើងតែយកពាក្យប្រាក់យកមកប្រើប្រាស់វាប្រៀបដូចជាលុយអញ្ចឹងណាហ្នឹងហើយដោយសារពីមុនគេចាយប្រាក់ចាយមាសដូចលុយណាដូចប្រាក់ខែយើងយកពាក្យថាប្រាក់ខែមិនមែនលុយខែទេបាទហ្នឹងហើយគ្រិស្តសករាជឆ្នាំ500រដ្ឋឈូនៃប្រទេសចិនបុរាណហ្នឹងបានបង្កើតនិងចែកចាយកាក់មាសដំបូងបំផុតដែលមានរាងជាចតុកោណដែលគេហៅថាយីងយួនហ្នឹងហើយយីងយួនសប្តាហ៍ថ្ងៃលុយយួនចិនហ្នឹងគឺជាប់ឈ្មោះមកពីពាក្យយីងយួនហ្នឹងឯងហើយរដ្ឋឈូហ្នឹងគឺស្ថិតនៅក្នុងរជ្ជកាលនៃចៅដូចជាចៅ Dynasty ចឹងហើយបាទបន្តមកទៀតឆ្នាំ1300គឺ Hallmarking ត្រូវបានបង្កើតឡើងនៅ Goldsmith Hall នៅទីក្រុង London Hallmarking ហ្នឹងគឺជាកន្លែងឬក៏ប្រព័ន្ធបញ្ជាក់គុណភាពនៃមាសណានៅពេលដែលគេយកមាសមកគេចង់ដឹងថាមាសហ្នឹងសុទ្ធល្អមិនល្អគឺគេយកទៅ Hallmarking ដើម្បីឲ្យគេបញ្ជាក់ភាពបរិសុទ្ធភាពសុទ្ធនៃមាសហ្នឹងអញ្ចឹងណាអញ្ចឹងគេវាយត្រាចេញពី Hallmarking ថាមាសហ្នឹងមាសសុទ្ធដូចមាស24K អញ្ចឹងណាឬក៏យើងថាមាសទឹក10មាស 9.99 អញ្ចឹងទៅហ្នឹងហើយឆ្នាំ1370ឆ្នាំ1920ហ្នឹងការជីករករ៉ែមាសខ្លាំងបំផុតរហូតដល់សឹងតែចិត្តអស់មាសនៅតំបន់អឺរ៉ុបណាហើយនៅពេលហ្នឹងហើយដែលគេហៅគេដាក់ឈ្មោះថា The Great Bullion Famine គឺជាយុគនៃភាពខ្សត់មាសមែនតើណានៅតំបន់អឺរ៉ុបបាទបន្តមកទីឆ្នាំ1717ប្រទេសអង់គ្លេសបានដាក់ច្បាប់ឬក៏ប្រព័ន្ធមួយដែលគេហៅថា Gold Standard ដែលវាភ្ជាប់ជាមួយរូបិយប័ណ្ណនិងតម្លៃមាសគឺមានន័យថា Gold Standard នោះគឺគេបោះពុម្ពជាលុយជា bank note ឬ paper money ហ្នឹងដើម្បីចាយវាយក្នុងប្រទេសគេវាងាយស្រួលជាងចាយមាសព្រោះមាសវាធ្ងន់លំបាកទុកដាក់អញ្ចឹងគេបោះពុម្ពជាលុយដើម្បីចរាចរណ៍ក្នុងប្រទេសគេតែគេបោះពុម្ពហ្នឹងគឺមិនឲ្យតម្លៃនៃលុយហ្នឹងលើសពីមាសដែលមាននៅក្នុងប្រទេសហ្នឹងទេបើបំពុម្ពចិត្តបោះពុម្ពលើសពីស្តុកមាសនៅក្នុងប្រទេសហ្នឹងធនាគារកណ្ដាលគេហ្នឹងនឹងអាចមានបញ្ហាបាទបន្តមកទៀតឆ្នាំ1848ក្នុង California បានគេចាប់ផ្ដើមរកមាសគេហៅថា California Gold Rush ណាហ្នឹងហើយនៅ Shuttermill Coloma ប្រទេសអាមេរិកបានចាប់កំណើតហើយហ្នឹងហើយពីព្រោះអាមេរិកបានឯករាជ្យនៅឆ្នាំ1776ហ្នឹងហើយ 4 July ហ្នឹងណា